បាទអញ្ចឹងរបៀបប្រើប្រាស់ app Skycard យើងបើក app Skycard មកបន្ទាប់ពីយើង register លេខទូរស័ព្ទយើងជាមួយនឹង app Skycard ហើយវាឃើញទម្រង់បែបនេះអញ្ចឹងដើម្បីយើងភ្ជាប់គម្រោង Skycard ផ្សេងៗយើងចូលកន្លែងពាក្យ more នេះខាងក្រោមនេះណាបាទបន្ទាប់មកយើងយកពាក្យថា all plan and service នេះមកបាទចំណុចនេះតោះយើងឃើញគម្រោងច្រើនអញ្ចឹងតែគម្រោងថ្មីបំផុតគឺគេដាក់នេះ Skycard A0 Mobile 5G ហ្នឹងបាទយើងចុចគម្រោងនេះមកបាទតោះមកយើងនឹងឃើញគម្រោងនឹងហ្នឹងហើយអញ្ចឹងគឺមានតាមតិន័យនេះប្រហែលដុល្លារ$1.5 20G $2 30G 7ថ្ងៃឬក៏$6 90G 30ថ្ងៃ$10 150G 30ថ្ងៃឬក៏$15 250G 30ថ្ងៃអញ្ចឹងយើងឆ្លាញ់គម្រោងមួយណាយើងបញ្ចូលលុយលេខយើងឲ្យគ្រប់ទៅបាញ់លុយតាម app ធនាគារណាមួយទៅណាហើយយើងឆ្លាញ់ឧទាហរណ៍ថា$10 150G យើងចុចពីលើគម្រោងហ្នឹងមកហើយយើងយកពាក្យ top up ទៅបើយើងមានលុយយើងចុចភ្ជាប់វាហ្មងតែសារទូរស័ព្ទខ្ញុំបាត់លុយយើងយក top up ទៅបញ្ចូលលុយធម្មតាទៅប៉ុណ្ណឹងហើយយើង exchange ទៅបានហើយពេលដែលជោគជ័យហើយយើងឃើញទិន្នន័យរបស់យើងនៅខាងលើមុខអេក្រង់នេះហើយនេះខ្ញុំគាត់ថាប្រាប់កន្លែងយើងត្រូវចូលម្ដងទៀតណាគេចូលមកតមក all plan service តមកយកពាក្យថា share card AO mobile 5G ហ្នឹងទៅតមកយើងចូលនៅគម្រោងដែលយើងចង់ភ្ជាប់ណាមួយទៅហើយចុចពីលើវាទៅចង់បាន$15 250G ចុចពីលើហ្នឹងមកហើយយើងបញ្ចូលលុយហើយយើងដូរបានក្នុងហ្នឹងហ្មងណាបាទអញ្ចឹងអរគុណច្រើន